នេះគឺជាទូរស័ព្ទដៃ Realme GT7 Pro អ្នកទាំងអស់គ្នាគឺជាទូរស័ព្ទដៃកម្ពុជារបស់ក្រុមហ៊ុន Realme នៅក្នុងឆ្នាំ2025នេះហើយដែលបំពាក់ chip Snapdragon 8 Elite ជាមួយនឹងកញ្ចប់តម្លៃល្អមែនទែននៅក្នុងទីផ្សារស្រុកខ្មែររបស់យើងនេះត្រឹមតែក្រោម$5អញ្ចឹងវាពិតជា exciting មែនទែនដែលយើងឃើញក្រុមហ៊ុនមួយចំនួននៅតែផ្ដោតទៅលើការផលិតទូរស័ព្ទដៃមានតម្លៃថោកមិនធ្វើឲ្យកាបូបលុយរបស់យើងពិបាកចិត្តខ្លាំងពេកហើយក៏មិនទុកយើងឲ្យប្រើទូរស័ព្ទដៃមួយដែលមានសមត្ថភាពអន់ដែរអញ្ចឹងចង់ដឹងថាតើទូរស័ព្ទដៃទី2មានកញ្ចប់តម្លៃប្រហែលជា$500នេះមានដំណើរការយ៉ាងណាហើយនឹងវាមានកញ្ចប់ spec យ៉ាងណាខ្លះប្រៀបធៀបទៅនឹងទូរស័ព្ទដៃទី1ខ្ញុំបានធ្វើការ review ជូនអ្នកនរគ្នារួចហើយគឺ Honor GT Pro ហ្នឹងតោះចូលមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកនរថ្ងៃស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយអញ្ចឹងនេះគឺជាទូរស័ព្ទដៃ Realme GT7 Pro ដែលមានកញ្ចប់តម្លៃហើយនឹងកញ្ចប់ spec ប្រហែលទៅនឹងទូរស័ព្ទដៃ Honor GT Pro មែនតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យអ្នកនរនេះមានជម្រើសក្នុងការជ្រើសរើសទូរស័ព្ទដៃទាំងពីរម៉ាកនេះបើមិនជាអ្នកនរនេះកំពុងតែស្វែងរកទូរស័ព្ទដៃដែលមានកញ្ចប់តម្លៃប្រហែលលុយ5សន្លឹកយើងហ្នឹងអញ្ចឹងការរចនាជាមួយនឹងគុណភាពផលិតរបស់ទូរស័ព្ទដៃនេះគឺ premium ខ្លាំងអ្នកទាំងអស់គ្នាយើងអាចនិយាយចឹងបានដោយសារតែការផលិតរបស់វាគឺមានការយកចិត្តទុកដាក់ពី Realme ខ្លាំងមែនទែនជាមួយនឹងការដាក់មកវិញនៃកញ្ចក់ទាំងសងខាងជាមួយនឹងសុំមលុយមញោមព័ទ្ធជុំវិញនេះធ្វើឲ្យយើងមានអារម្មណ៍ថ្លៃជាមួយនឹងទូរស័ព្ទដៃនេះដែលយើងមិននឹកស្មានថាវាមានតម្លៃត្រឹមតែ$500តែប៉ុណ្ណោះអញ្ចឹងសុំព័ទ្ធជុំវិញឲ្យលុយមញោមរបស់វាបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ប៉ះសុំរបស់ Titanium ដូចជា15 Pro Max 16 Pro Max ឬក៏ Samsung Galaxy M25 អីហ្នឹងគឺអ្នកទាំងអស់គ្នាអាចនឹងច្រឡំស្មានថាវាជា Titanium ផងដោយសារតែវា premium ហើយនឹងមានសាច់គ្រើមដូចគ្នាទៅនឹង feeling ដែលយើងចាប់កាន់នៅក្នុងទូរស័ព្ទដៃទាំងអស់នោះអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺគេដាក់កញ្ចក់ខាងមុខនិងខាងក្រោយដែលបើទោះបីជាវាមិនមែនជាកញ្ចក់មានគុណភាពខ្ពស់បំផុតនៅពេលបច្ចុប្បន្នគឺត្រឹមតែ Panda Glass នៅពីក្រោយហើយនិង Gorilla Glass 7i ដែលបំពាក់ទៅលើទូរស័ព្ទដៃ Nothing Phone 3ដែរនោះគឺវាមិន premium ដូច Gorilla Victus 2អីទេក៏ប៉ុន្តែវានៅតែជាកញ្ចក់មានសាច់គ្រើមស្អាតនៅពីក្រោយជាមួយនឹងការកាត់មកមាន3ពណ៌គឺ Mars Orange គឺពណ៌ទឹកក្រូចហ្នឹងជាមួយនឹង Galaxy Grey គឺពណ៌នេះឯងដែលវាស្រដៀងទៅនឹងពណ៌ Titanium នៅលើទូរស័ព្ទដៃ iPhone មែនទែនហើយជាមួយនឹងពណ៌មួយទៀតគឺពណ៌សតែម្ដងអញ្ចឹងកញ្ចក់ក្រោយរបស់វាគឺមានសភាពចាក់មកគ្រើមស្អាតអ្នកទាំងអស់គ្នាវាផ្ដល់ភាពថ្លៃពេលដែលយើងចាប់កាន់ទៅហើយពណ៌របស់វាគឺសុគតស្គុំល្អមែនទែនចំពោះអ្នកដែលមិនចូលចិត្តពណ៌លយឆាយខ្លាំងគឺ Galaxy Grey នេះពិតជាត្រូវជាមួយអ្នកទាំងអស់គ្នាហើយអញ្ចឹង Realme បានធ្វើការ design ឈូសឆាយទូរស័ព្ទដៃនេះបានស្អាតល្អមែនទែនគឺដើរទាន់សម័យដែរហើយគឺជាការឈូសស្មាជ្រុងស្អាតទាំង4តែម្ដងជាមួយនឹងការរក្សាកម្រាស់ត្រឹមតែ 8.6 មីលីម៉ែត្រតែប៉ុណ្ណោះអញ្ចឹងវាស្ដើងគួរសមជាមួយនឹងថ្មដែលគេញាត់ចូលមក 6500 មីលីអាំពែដែរនៅក្នុងនេះរូបរាងបែបនេះគឺស្ដើងគួរសមពេលយើងចាប់កាន់នៅក្នុងដៃគឺផ្ដល់ភាព premium មកឲ្យយើងជាមួយនឹងកញ្ចក់នៅពីក្រោយកោងទាបន្តិចចូលមកក្នុងធ្វើឲ្យការចាប់កាន់របស់យើងគឺវារលូន smooth តែម្ដងអញ្ចឹងមករូបរាងហើយនឹងការរចនារបស់វាអ្នកនរគ្នានឹងមិនដឹងថាទូរស័ព្ទដៃនេះគឺជាទូរស័ព្ទដៃក្នុងកញ្ចប់តម្លៃ$500ទេគឺវាមានអារម្មណ៍ដូចគ្នាទៅនឹងទូរស័ព្ទដៃថ្លៃមួយចំនួនទៀតអញ្ចឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេក៏គេបំពាក់អាក្រោះការពារទឹកមកពេញលេញដែរកម្រិត IP68/69 ដូចនឹង OnePlus 13ដូចនឹង Oppo Find X8 Ultra ក៏ដូចជា Vivo X200 Ultra អីហ្នឹងគឺដាក់អាក្រោះការពារទឹកមកយ៉ាងពេញលេញហើយនឹងហួសរហូតទៅដល់ IP69 អញ្ចឹងការការពារក៏ល្អការ design ក៏ស្អាតការប្រើ material លើនេះទោះបីវាមិនខ្ពស់អស់នៅទូរស័ព្ទដៃនៅពេលបច្ចុប្បន្ននេះក៏ប៉ុន្តែកញ្ចប់តម្លៃប៉ុណ្នេះអ្នកទាំងអស់គ្នាពិតជាអាចទទួលយកបានអញ្ចឹងអេក្រង់គឺវាជាអេក្រង់ថ្លៃមួយអ្នកទាំងអស់គ្នាគឺវាជាប្រភេទ LTPO AMOLED support រហូតដល់ 1000 លានពណ៌ 120Hz support HDR10 Plus ទៀតហើយនឹង Dolby Vision ក៏ support ហើយ typical brightness របស់វាបាន 1000 nits ជាមួយនឹង peak brightness រហូតដល់ 6500 nits ឯណោះអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទូរស័ព្ទដៃនេះទាំងក្នុងនិងទាំងក្រៅមិនមែនជាបញ្ហាទេ 6500 nits គឺជាទូរស័ព្ទដៃមួយដែលមានអេក្រង់ភ្លឺបំផុតហើយដែលខ្ញុំធ្លាប់តេស្តនៅក្នុងឆ្នាំ2025នេះអញ្ចឹងមិនចាំបាច់បារម្ភទេអ្នកទាំងអស់គ្នាវាភ្លឺគ្រប់ទីកន្លែងមិនមានផ្ដល់ផលវិបាកដល់អ្នកទាំងអស់គ្នាក្នុងការមើលអេក្រង់របស់វាទេ resolution របស់វានៅរាងស្ទើរបានត្រឹមតែ Full HD Plus មិនបាន 2K Plus អីទេទេប៉ុន្តែយ៉ាងណាក៏វាមាន density ខ្ពស់ 450 ppi ដែលធ្វើឲ្យអេក្រង់នេះមានសភាពម៉ត់ល្អហើយខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺវាក្រាលការពារដោយកញ្ចក់ Corning Gorilla Glass 7i វាមិនបាន Series Victus ឬក៏ Victus 2ទេឡើយនេះវារាងស្ទើរតែយ៉ាងណាតម្លៃ500គឺវាត្រូវតែមានកន្លែងដែលគេត្រូវកាត់កងដើម្បីតម្រឹមតម្លៃនេះជាមួយនឹងសមត្ថភាពរបស់វានៅខាងក្នុងអញ្ចឹងកន្លែងកញ្ចក់ក្រាលការពារនេះគឺជាកន្លែងដែលគេកាត់មួយខ្ញុំគិតថាគេកាត់ត្រូវកន្លែងហ្នឹងដោយសារតែជាទូទៅហើយគឺយើងត្រូវតែបំពាក់ screen ការពារនៅលើនេះទោះបីដាក់កញ្ចក់ល្អឬក៏មិនដាក់កញ្ចក់ល្អក៏យើងនៅតែប៉ះអេក្រង់ screen របស់យើងដដែលដែលមិនបានប៉ះអេក្រង់ផ្ទាល់ទេអញ្ចឹងកន្លែងនេះគឺអត់អីទេខ្ញុំគិតថាកន្លែងដែលគេកាត់ចេញនេះគឺត្រូវហើយអញ្ចឹងអ្វីដែលគេញាត់បបបន្ថែមដែលលើសពីការរំពឹងទុករបស់យើងដែរគឺ ultrasonic fingerprint scanner នៅលើនេះវាមានដំណើរការល្អដោយទូរស័ព្ទដៃរាប់ពាន់
ចឹងអ្នកទាំងអស់គ្នា Vivo X200 Ultra 5X Ultra Galaxy M25 Ultra គឺប្រើ ultrasonic ទាំងអស់រួមទាំង $500 នេះមួយដែរអញ្ចឹងវាពិតជាស្វាគមន៍មែនទែនហើយយើងពិតជាត្រូវការអ្វីដែលគេញាត់ឲ្យយើងប្រើនៅក្នុងនេះហើយវាមានដំណើរការល្អលឿនរហ័ស scan មិនដែល error អីម្ដងទេហើយជាមួយនឹងការ register ម្រាមដៃចូលប៉ះត្រឹមតែ4ទៅ5ដងតែប៉ុណ្ណោះគឺវាលឿនខ្លាំងមែនទែនហើយយើងពិតជាចង់ឃើញ ultrasonic នៅគ្រប់ទូរស័ព្ទដៃទាំងអស់ដែលវាជា technology មួយដ៏អស្ចារ្យវាមិនមែនប្រភេទ optical ដែលចាំងពលឺនៅពីក្រោមមកបើសិនជាយើង scan ខុសអីនៅពេលយប់គឺចាំងចង់ភ្នែកគឺចង់ស្វាំងមកហើយតែ ultrasonic នេះគឺគ្មានពន្លឺតែម្ដងទាំងអស់នេះគឺល្អខ្លាំងមែនទែនហើយជាមួយនឹងគុណភាព speaker គឺយើងអាចនិយាយបានថាវាមានលក្ខណៈឲ្យយើងប្រើប្រាស់គ្រប់គ្រាន់ទោះបីវាមិនហក់លូដល់សំឡេងពីរោះដូច 5X Ultra ឬក៏ X200 Ultra ឬក៏ M25 Ultra នៅលើនេះវារៀងស្ទើរសាច់បាសសាច់ឆឹកវាខ្លាំងមែនទែនបាត់សាច់បាសចង់អស់ហើយយ៉ាងណាក៏យើងអាចចូលទៅ set នៅក្នុង sound setting ហ្នឹងអ្នកទាំងអស់គ្នាអាចជ្រើសរើសយក music ទៅពេលដែលខ្ញុំរើសយក music គឺល្អបំផុតហើយជាង gaming ហើយនិង movie អញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាលេងនៅលើទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាដូចជាការចាក់វីដេអូអីលេង game ផ្សេងៗហ្នឹងវានឹងមានសំឡេងល្អជាងមុនល្មមតែអាចមើល social media អីវីដេអូអីទីទួចប្រចាំថ្ងៃហ្នឹងគឺមិនមែនជាបញ្ហាទេអញ្ចឹងកញ្ចប់អេក្រង់ក៏មិនមែនជាបញ្ហាដែរវារៀងស្ទើរ speaker តែយើងអាចកាត់កងបានមិនអីទេវាមិនយ៉ាប់ខ្លាំងដូចជាទូរស័ព្ទដៃដែលមានប្រព័ន្ធ speaker តែមួយគ្រាប់នៅខាងក្រោមវាជាប្រភេទ stereo ដែរអញ្ចឹងឡើយនេះយើងអាចថាជាការកាត់កងមួយទៀតហើយដែលគេតម្រឹមទៅចុះ spec ប៉ុណ្ណេះហើយនឹងចប់តម្លៃប្រហែលជា$500អញ្ចឹងកន្លែងដែលគេញាត់មកមិនសំចៃដៃគឺ performance អ្នកទាំងអស់គ្នាហើយខ្ញុំចង់សង្កត់ធ្ងន់មួយទៀតទូរស័ព្ទដៃនេះវាល្អជាងទូរស័ព្ទដៃ Honor GT Pro បើសិនជាអ្នកទាំងអស់គ្នាផ្ដោតសំខាន់ខ្លាំងលើការលេង game កាមេរ៉ាទុកម្ដុំ software ទុកម្ដុំរូបរាងទុកម្ដុំគឺអ្នកទាំងអស់គ្នាចង់ focus ខ្លាំងលើការលេង game តែម្ដងខ្ញុំគិតថាអានេះគឺជាជម្រើសល្អរបស់អ្នកទាំងអស់គ្នាជាងទូរស័ព្ទដៃ Honor GT Pro ដែលមានតម្លៃប៉ុនគ្នានឹងឯងដោយសារតែវាមាន feature នៅក្នុងនេះគេហៅថា feature bypass charging ដែលអ្នកទាំងអស់គ្នាអាចសាកថ្មនៅពេលអ្នកទាំងអស់គ្នាលេង game ហ្នឹងតែកម្លាំងសាកដែលរត់ចូលហ្នឹងគឺវាមិនចូលទៅថ្មទេគឺវាចូលទៅម៉ាស៊ីនហើយនឹង chip តែម្ដងអញ្ចឹងកន្លែងនេះគឺវាល្អដោយសារតែវានឹងរក្សាថាមពលថ្មរបស់អ្នកទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែងវាមិនធ្លាក់គុណភាពថ្មកន្លែងនេះគឺល្អមែនទែនខ្ញុំអត់តន់ដែលឃើញទូរស័ព្ទផ្សេងដែលខ្ញុំ review ឆ្នាំនេះមាន feature បែបហ្នឹងទេអញ្ចឹងវាបំពាក់ chip Snapdragon 8 Elite ជា chip កំពូលហើយអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយតែ chip នឹងមានដំណើរការខ្លាំងដំណើរការល្អ smooth ខ្លាំងមែនទែនជាមួយនឹង Android 15ហើយនឹងស្បែក OS Realme 6.0 នៅលើនេះគឺវាមានដំណើរការល្អខ្លាំង smooth វាមានលក្ខណៈស្តៀងទៅនឹង ColorOS ដែរអញ្ចឹងខ្ញុំចូលចិត្តជាមួយនឹង UI របស់វាជាមួយនឹង notification center ហើយនឹង control center ផ្សេងៗហ្នឹងគឺវាស្រួលប្រើប្រាស់ហើយវាមានដំណើរការល្អដោយដែលខ្ញុំបានធ្វើការ review ជូនអ្នកនរគ្នារួចហើយនៅឆ្នាំនេះដែលទូរស័ព្ទដៃ OnePlus 13T 5X Ultra ដែលប្រើ software ColorOS ហ្នឹងអញ្ចឹងនេះវាស្តៀងគ្នាអញ្ចឹងខ្ញុំមាន complain ជាមួយនឹង software របស់វាទេអញ្ចឹងយើងបាន test game ច្រើនដែរដែលវាមានដំណើរការល្អមែនទែននៅលើនេះ Mobile Legends 120 frame graphic ultra very high គឺអ្នកនរគ្នាលេងដោយ perfect តែម្ដងមិនមែនជាបញ្ហាអីទាំងអស់នៅលើនេះ Zenless Zone Zero គឺជា game ដែលមាន action មែនទែនហើយយើងអាចលេងដល់ graphic ultra very high 60 frame មិនមែនជាបញ្ហាទេគឺសប្បាយខ្លាំងតែម្ដង Immortal Diablo ជា game ដែលផ្សងព្រេងកាប់ចាក់អីដូចគ្នាហ្នឹងអ្នកនរគ្នាអាចលេងបាន60 frame ហើយបើ graphic very high គ្រប់កន្លែងតែម្ដងមិនមែនជាបញ្ហាអីទេចុងក្រោយ Aspat ណាស់ហើយខ្ញុំចូលចិត្ត game ម្ដងឡាននេះវាមាន graphic ស្អាតហើយនឹងស្រួលលេងវាបើកខ្លួនវាយើងគ្រាន់តែចុច drift check អីតិចតួចហ្នឹងគឺ120 frame អ្នកនរគ្នា graphic very high លាយ ultra គឺលេង smooth តែម្ដងមិនមានការធ្លាក់ frame សូម្បីតែបន្តិចណាសោះឡើយដូចខ្ញុំនិយាយម្ដងទៀតបើសិនជាអ្នកនរគ្នាចូលចិត្តលេង game ច្រើនហើយអ្នកនរគ្នាអល់លើអីផ្សេងជាងការលេង game ហើយនឹង performance របស់វាខ្ញុំគិតថានេះគឺជាជម្រើសល្អរបស់អ្នកទាំងអស់គ្នាដោយសារតែវាមាន feature GT mode ដែលវានឹងបើកកម្លាំង CPU ហើយនឹងកម្លាំង performance របស់ទូរស័ព្ទដៃនេះឲ្យអស់ពីសមត្ថភាពតែម្ដងលាយជាមួយនឹងការសាកថ្មដែលវាមិនបញ្ចូលថាមពលទៅថ្មទេគឺវាបញ្ចូលទៅ motherboard ហើយនឹង chip directly អញ្ចឹងកន្លែងនេះគឺវាល្អឲ្យអ្នកទាំងអស់គ្នាធ្វើការលេង game បានយូរមិនក្តៅទូរស័ព្ទដៃហើយក៏មិនឲ្យថ្មអ្នកទាំងអស់គ្នាទទួលរងសម្ពាធជាមួយនឹងការសាកថ្មបដាលេង game បដាដែរអញ្ចឹងកន្លែងនេះគឺវាឈ្នះតែម្ដងសម្រាប់អ្នកលេង game អញ្ចឹងនិយាយរឿងលេង game ហើយនិយាយរឿងថាយើង focus លើការលេង game មិនមែនមានន័យថាកាមេរ៉ាវា on ទេណាអ្នកទាំងអស់គ្នាទូរស័ព្ទដៃ Realme ខ្ញុំអាចចាត់ទុកបានថាជានិច្ចកាលវាតែងតែបំពាក់កាមេរ៉ាមកបានល្អគួរសមដែរហើយនេះគឺជាទូរស័ព្ទដៃកំពូលទៀតអញ្ចឹងគេមិនមែនចេះតែដាក់ទេអញ្ចឹងកាមេរ៉ាវាមានទាំងអស់គឺ3គ្រាប់អ្នកទាំងអស់គ្នាគឺ main lens 50 megapixel aperture f1.8 មាន focal length 24 mm ជា lens wide មាន micron size រហូតដល់1 micron size ឯណោះហើយ lens ទី2គឺ50 megapixel aperture f2.7 ជា telephoto lens មាន optical zoom 3x focal length 73 mm ហើយជាមួយនឹង micron size 0.8 micron size ហើយមួយ lens ចុងក្រោយគឺ8 megapixel aperture 2.2 ជា lens ultra wide ដែលមានសមត្ថភាពថតយកមុំទលាយបានរហូតដល់112 degree ជាមួយនឹង focal length 16 mm អញ្ចឹង lens ទាំង3របស់វាខ្ញុំអាចនិយាយបានថាបើសិនជាអ្នកនរគ្នាថតរូបស្លឹកមិនចាំបាច់បារម្ភទេវាមានការចាក់ទឹកពណ៌ហើយជាមួយ
ជាមួយនឹងការស្រូបយក detail បានល្អគួរឲ្យកត់សម្គាល់ដោយសារតែ aperture វាធំរហូតដល់ 1.8 ចឹងការស្រូបពន្លឺអីចូលគឺគ្រប់គ្រាន់ជាមួយនឹងការលើពន្លឺហើយនឹងដំណើរការជាមួយនឹង HDR ហ្នឹងគឺការ white shadow ជាមួយនឹង high contrast អីមកហ្នឹងមិនឲ្យរូបយើងភ្លឺពេកឬក៏ងងឹតពេកគឺវាផ្ដល់មកវិញគឺ natural មែនតើជាមួយនឹងពណ៌ហើយនឹង color ដែលគេចាក់មកវិញអញ្ចឹងគួរឲ្យកោតសរសើរដែរជាមួយនឹងប្រព័ន្ធ process រូបភាព Hyper Image Plus របស់គេមិនចាញ់ទូរស័ព្ទដៃថ្លៃៗជាងនេះប្រហែលទេដោយឡែកសម្រាប់ ultra wide អ្នកនរគ្នាថតប្រហែលជាធ្លាក់សាច់ detail ច្រើនដោយសារតែវាមានទំហំ megapixel ត្រឹមតែ8 megapixel តែប៉ុណ្ណោះយ៉ាងណាវាថតបានមុំទូលាយមែនទែនរហូតដល់112 degree អញ្ចឹងយើងអាចថតបានធំទូលាយល្អពេលដែលយើងចូលនៅមួយកន្លែងទេសភាពអីហ្នឹងតែទោះបីជា detail សាច់រូបភាពវារៀងជ្រុះច្រើនតែការលើកដាក់ពន្លឺហើយនឹង HDR ជាមួយនឹង processing រូបភាពគឺនៅតែលើកតម្កើងរូបភាពមួយដែលយើងបានថតហ្នឹងឲ្យបានស្អាតភ្លឺល្អយើងអាចយកមកប្រើប្រាស់បានមិនមែនជាបញ្ហាទេសម្រាប់ lens 3 optical zoom 50 megapixel ជា telephoto lens របស់គេហ្នឹងគឺមានសមត្ថភាពចាប់យករូបភាពបានឆ្ងាយគួរសមតែ detail ចាប់ឲ្យវិញមិនសូវបានជាល្អទេជាពិសេសបើសិនជាអ្នកទាំងអស់គ្នាថតមិនមានពន្លឺគ្រប់គ្រាន់ដោយសារតែ micron size របស់វាគឺតូចត្រឹមតែ 0.8 micron size តែប៉ុណ្ណោះហើយ aperture វាក៏រៀងតូចដែរត្រឹមតែ f2.7 តែប៉ុណ្ណោះអញ្ចឹងកន្លែងនេះធ្វើឲ្យការស្រូបយកពន្លឺរបស់វាមានកំណត់មែនទែនវាធ្វើឲ្យជ្រុះសាច់ detail ឲ្យខ្លះបើសិនជាអ្នកទាំងអស់គ្នាថតនៅពេលថ្ងៃកណ្ដាលថ្ងៃគឺវាអាចទទួលយកបានតែបើសិនជារៀងធ្លាក់ពន្លឺពេលល្ងាចអីគឺអ្នកទាំងអស់គ្នានឹងឃើញស្នាមអុចចូលមកច្រើនមែនទែនជាពិសេសនៃការ zoom maximum ចូលអស់រហូតទៅដល់ 120x ហ្នឹងគឺថាព្រាកតែម្ដងអ្នកទាំងអស់គ្នាសមត្ថភាពវីដេអូវាអាចថតបានរហូតដល់ 8K 24 frame អ្នកទាំងអស់គ្នាតែខ្ញុំនិយាយម្ដងទៀតគឺខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាថតរហូតដល់ 8K អីហ្នឹងទេគឺ 4K 60 frame គឺជាមិត្តល្អរបស់អ្នកទាំងអស់គ្នាហើយដោយសារតែ feature នៅត្រឹមហ្នឹងគឺគេបើកឲ្យអ្នកទាំងអស់គ្នាប្រើពេញលេញ steady mode មិន steady mode អីគឺត្រឹម 4K 60 frame គេបើកឲ្យប្រើពេញលេញអញ្ចឹងដោយសារវាមាន OIS មកជំនួយដែរជាមួយនឹង main lens របស់វាអញ្ចឹងការទប់លំនឹងឃើញថាវាមានការទប់លំនឹងបានល្អគួរសម aperture វាធំហើយវា 24mm នៃ focal length របស់វាព្រោះឲ្យយើងថតទៅបានរៀងទូលាយដែរជាមួយនឹង main lens ហើយការចាក់ទឹកពណ៌ជាមួយនឹង HDR ពន្លឺស្រូបទាញចូលគឺបានល្អគួរសមកន្លែងនេះគឺយើងអាចទទួលយកបានអត់ជាបញ្ហាទេកាមេរ៉ាកមុខគឺមានទំហំ16 megapixel មាន aperture 2.5 មាន focal length 25mm អញ្ចឹងវាមិនសូវទូលាយខ្លាំងទេយើងធ្លាប់ឃើញកាមេរ៉ារហូតដល់ 21mm 19mm ទេនោះអញ្ចឹងអានោះមិនទូលាយខ្លាំងតែយ៉ាងណាគេដាក់ឲ្យប្រើប៉ុណ្ណេះដែរគឺយើងអាចឃើញថាការថត selfie របស់យើងឯងគឺមានសភាពម៉ត់គួរសមនៃផ្ទៃមុខហើយនឹងការស្រូបចូល detail ហើយនឹងប្រព័ន្ធ processing តែមួយទេគឺ Hyper Image Plus របស់គេហ្នឹងគឺ white shadow ហើយនឹងវិទ្យាសាស្ត្រទឹកពណ៌នៃមុខរបស់យើងបានល្អគួរសមហើយយើងឃើញថាការចាប់ focus មុខគឺបានល្អមិនឃើញមានព្រាលអីទេពេលដែលយើងថតរូបភាពរបស់យើងហើយវីដេអូគួរឲ្យសោកស្ដាយគឺថតបានត្រឹមតែ 1860 frame តែប៉ុណ្ណោះកន្លែងនេះវារៀងស្ទើរដោយសារតែ megapixel គ្រប់គ្រាន់ក្នុងការផលិតវីដេអូ 4K តែខ្ញុំអត់យល់ថាថៃបានគេអត់ដាក់ឲ្យយើងប្រើប្រាស់សូម្បីតែ Snapdragon 8 Elite នេះក៏គ្រប់គ្រងបានឲ្យយើងផលិតវីដេអូមកវិញមានគុណភាពខ្ពស់ដែរយ៉ា detail គឺវានឹងជ្រុះខ្លាំងហើយពេលដែលយើងប្រៀបធៀបទៅនឹង 4K តែយ៉ាងណាការទប់លំនឹងអីបានល្អគួរសមអញ្ចឹងខ្ញុំគិតថាមកកញ្ចប់កាមេរ៉ារបស់វាមិនល្អឥតខ្ចោះតែបូកមកវិញជាមួយនឹងតម្លៃ$500របស់វាគឺយើងមិនអាចរអ៊ូរទាំច្រើនទេជាពិសេសនៃការរចនាមកស្អាតក្រង់ក៏ស្អាតហើយជាមួយនឹង performance មកកប់កាមេរ៉ាអាចលើប្រភេទ mid range ដែរវាមិនដល់ flagship តែវាជាប្រព័ន្ធកាមេរ៉ាដ៏ល្អមួយដែរអញ្ចឹងអត់អីទេអ្នកនរគ្នាអាចប្រើប្រាស់បានសម្រាប់ថ្មខ្ញុំមានរឿងល្អប្រាប់អ្នកទាំងអស់គ្នាទៀតដែរដោយសារតែវាបំពាក់ថ្មទំហំ 6500 mAh អ្នកទាំងអស់គ្នាហើយជាមួយនឹងកម្លាំងសាកចូលទៅវិញ120 វ៉ាតគឺវាលឿនខ្លាំងមែនទែនថ្មធំហើយសាកចូលលឿនទៀតខ្ញុំស្វាគមន៍ហើយមិនបានលោតដល់ 7200 mAh ដោយ Honor GT Pro ក៏អត់ទៅតែឲ្យតែលើ 6000 ឡើងមកគឺខ្ញុំសប្បាយចិត្តដែរក្នុងឆ្នាំ 2025 នេះតែអ្វីដែលវាលឿនជាង GT Pro គឺកម្លាំងសាកដែលប្រើប្រាស់រយៈពេលត្រឹមតែកន្លះម៉ោងអាចសាកពី0ដល់ 60% ថែមតែ25នាទីទៀតគឺពេញស្ដោកតែម្ដងកន្លែងនេះគឺល្អខ្លាំងមែនទែនហើយការប្រើប្រាស់របស់វាគឺមានកម្រិតល្អទៀតអ្នកនរគ្នាយើងអាចនិយាយបានថាវាជាទូរស័ព្ទដៃដែលប្រើប្រាស់ពេញមួយថ្ងៃបានមិនមែនជាបញ្ហាទេប្រើប្រាស់ធម្មតាលេងហ្គេមតិច social media តិចទេ call ធម្មតាជាទូរស័ព្ទដៃប្រចាំថ្ងៃរបស់យើងហ្នឹងដល់ផ្ទះវិញ 20% 25% ស៊ីផុយតែម្ដងអ្នកនរគ្នាមិនចាំបាច់បារម្ភទេខ្ញុំគិតថា 6500 mAh នៅលើនេះគឺអាចបម្រើការអ្នកនរគ្នាបានមួយថ្ងៃពេញដោយមិនចាំបាច់បារម្ភពីរឿងថ្មតែម្ដងជាពិសេសជាមួយនឹង feature ថែទាំថ្មជាមួយនឹង bypass charging របស់វាអញ្ចឹង feature ទាំងអស់នេះហើយដែលវារុញច្រើនឲ្យខ្ញុំសន្មត់ថាក្នុងកញ្ចប់តម្លៃ$500ដូចគ្នារវាង Honor GT Pro ហើយនិងទូរស័ព្ទដៃ Realme GT7 Pro នេះបើសិនជាអ្នកនរគ្នាចូលចិត្តលេងហ្គេមខ្ញុំបញ្ជាក់ទៀតយកអានេះល្អជាងតែបើសិនជាអ្នកនរគ្នាត្រូវការមកកញ្ចប់ឲ្យវាមាន level ស្មើគ្នាមិនមានអីខ្លាំងជាងអីពេកទូរស័ព្ទដៃ Honor GT Pro គឺជាជម្រើសរបស់អ្នកនរគ្នាវិញអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយបើសិនជាអ្នកនរគ្នាត្រូវការទូរស័ព្ទដៃតម្លៃប្រហែលជា$500នេះថ្មីបើប្រអប់មិនថា Realme GT7 Pro នេះឬក៏ Honor GT Pro ឬក៏ទូរស័ព្ទដៃផ្សេងទៀតទេអ្នកនរគ្នាអាចតាក់ទងមកខ្ញុំផ្ទាល់បានឬក៏អាចតាក់ទងទៅ Hengley Premium Store បានដែលខ្ញុំនឹងដាក់តំណ link page របស់គាត់នៅខាងលើជាមួយនឹង Telegram
group ដែលអ្នកនរអាចចូលទៅតាមដានជាមួយនឹងតម្លៃទូរស័ព្ទជាប្រចាំថ្ងៃតែម្ដងចាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត